គ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីចុះពិនិត្យនិងព្យាបាលជំងឺទូទៅឥតគិតថ្លៃដល់ប្រជាពលរដ្ឋជិត 4000 នាក់នៅក្នុងស្រុកអូរ៉ាល់កំពង់ស្ពឺនាថ្ងៃទី 14 ខែមិនិនាឆ្នាំ 2026 ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានចុះពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជិត 4000 នាក់នៅក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកឡើងថាសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែគិតគូរសុខទុក្ខចំពោះសុខុមាលភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងតែងតែបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោជាមួយគ្នានោះឯកឧត្តមហ៊ុនម៉ាណីក៏បានលើកឡើងដោយគូបញ្ជាក់ថាគោលបំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺការរួមចំណែកជាមួយស្ថាប័នជាតិជាពិសេសក្រសួងសុខាភិបាលដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងមិនប្រកាន់ជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែងជាពិសេសតាមទីជនបទដាច់ស្រយាលនានាជាងនេះបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាលក៏ដូចជាផ្តល់ជូនបងប្អូននិស្សិតនិងយុវជនស្ម័គ្រចិត្តដទៃទៀតឲ្យបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ក្នុងសង្គមបន្ថែមជាងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីក៏បានបញ្ជាក់ផងដែរថាការចុះពិនិត្យព្យាបាលដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ 6000 នាក់នាឱកាសនេះគឺដឹកនាំដោយលោកវិជ្ជបណ្ឌិតលេងផល្លីហើយក្រុមគ្រូពេទ្យទាំងនេះគឺមកពីបណ្ដាមន្ទីរពេទ្យល្បីៗក្នុងរាជធានីភ្នំពេញនិងសិស្សនិស្សិតស្ម័គ្រចិត្តដែលបាននឹងកំពុងសិក្សាវិជ្ជាជីវៈគ្រូពេទ្យជាងនេះបងប្អូនប្រជាពលរដ្ឋអាចពិនិត្យនិងព្យាបាលអាការៈរោគជាមួយក្រុមគ្រូពេទ្យនៅទីនេះបានតែក្នុងករណីក្រុមគ្រូពេទ្យរកឃើញថាបងប្អូនមានអាការៈឬជំងឺដែលត្រូវទៅព្យាបាលនៅរាជធានីភ្នំពេញនោះក្រុមការងាររបស់គ្រូពេទ្យនឹងរៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញនៅឯរាជធានីភ្នំពេញក្រោមការឧបត្ថម្ភដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រីពិសេសគឺសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រីដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃដែលសកម្មភាពទាំងនេះគឺពិតជាបានជួយកាត់បន្ថយនៅភាពក្រីក្រនិងការចំណាយរបស់ប្រជាពលរដ្ឋបានមួយកម្រិតលោកថាគិតមកទល់ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានចុះពិនិត្យនិងព្យាបាលដល់ពលរដ្ឋក្នុងខេត្តនេះបានជាង1 លាននាក់រួចហើយដែលការចំណាយលើការពិនិត្យព្យាបាលប្រមាណជាង$3 លាន